thế bà ra hả mau hăng xa tay bên tờ máu prom mày phum mày không kê ha mình ai thuê rồi hay là bao ấy nhỉ hả lời nhom đa anh xui là bao ấy à bà về tao bà đây không một cây ai cho mấy đứa mình đi nhông ọt mi đi rồi tha ham ở đây rồi sẵn đó bà ở đây nhông pha tam pu tay nhom xong bạc ập lời đi mình mình được ba cái rồi nhom ọt tê anh mình mà bắt lời cái tê ở đây đọc đi nhông bò đọc đi nhông chăm về cái này hay chăm bao cho តែលើលោកនេះមានប៉ុន្មានអ្នកទៀតដែលចង់បានដីភ្លឺដីផ្លូវដូចនេះឃ្លានអីយ៉ាងនេះបានចេះតែមកបំពេញពេលភិក្ខីមកខាងទៀតមិននៅ ថាយើងទុកភ្លឺដូចគេអញ្ចឹងដែលគេដកពីដើមមកគេដកកន្លះម៉ែត្រឬអំពិលទឹកហ្នឹងជាក់ស្ដែងក៏ប៉ុន្តែអ្វីដែលខុសគឺពេលដែលយើងដើរអាចំណីភ្លឺសល់ហ្នឹងភិក្ខីខាងច័ន្ទលក្ខណៈហ្នឹងគេអត់សុខចិត្តឲ្យយើងដើរអាចំណីដែលសល់បន្តិចហ្នឹងឯងគេចង់បិទអាផ្លូវហ្នឹងគេប្រកាន់ថាហ្នឹងដីរបស់គេសល់ នៅថ្ងៃទី22ខែតុលាឆ្នាំ2025ប្អូនស្រីវៀនឈុនរស់នៅភូមិតាគោមឃុំពីមឯកស្រុកឯកភ្នំខេត្តបាត់ដំបងបានអះអាងប្រាប់ធីនអឹមឲ្យដឹងថាកាលពីប៉ុន្មានថ្ងៃនេះព្រោះនាងខ្ញុំជាស្ត្រីមិនអាចធ្វើអ្វីបានក្រៅពីស្រែកឲ្យឈប់ទន្ទ្រានយកចំណីផ្លូវសាធារណៈជាដីភ្លឺជាផ្លូវដើម្បីបិទ ផ្លូវគេមិនឲ្យគេដើរឆ្លងកាត់ទៅកន្លែងផ្សេងតែមានបុគ្គលម្នាក់នេះត្រូវជាបងបង្កើតរបស់អ្នកស្រីច័ន្ទលក្ខណាដែលហ៊ានមកយាយីគ្រប់ពេលតាមរយៈអ្នកមានអំណាចក្នុងស្រុកឯកភ្នំនៅពីក្រោយខ្នងករណីរំលោភបំពានទន្ទ្រានយកដីព្រំឬរបងដែលបានព្រមព្រៀងគ្នាពីមុនទុកជាព្រំដីសម្រាប់ផ្លូវដើរជៀសវាងកុំដើរលើដីអ្នកដទៃ ពេលដែលគេធ្វើលបងគេដកកលៀតផាយជាកន្លះម៉ែត្រហ្នឹងឬកំពិលទឹកហ្នឹងដើម្បីទុកដកចំណីផ្លូវឲ្យគេដើរអញ្ចឹងណាវាសំខាន់ត្រង់ថាបុគ្គលមួយច័ន្ទលក្ខណៈហ្នឹងគាត់បានទិញជាមួយភាគីឈ្មោះយ៉ានយ៉ូតហ្នឹងគាត់បានបោះបកគោលព្រំរួចហើយដោយទុកកលៀតពីដើមមលុះហ្នឹងប្រហែលជាកន្លះម៉ែត្រទៅ7ទឹកអាហ្នឹងគឺត្រឹមត្រូវដែលគាត់ធ្វើខ្លួនឯងទេណាចិត្តឯងទេណាជាមួយតែអ្នកលក់អ្នកទិញគ្នាគាត់នឹងទេតែម្ចាស់ព្រំគេខាងនេះគេអត់ដឹងទេបងស្រីបន្តទៀតថាករណីខាងលើនេះ មានតែអាជ្ញាធរមូលដ្ឋានទេដែលដឹងសឬខ្មៅតែបើមូលដ្ឋានលោកធ្វើមិនដឹងមិនលឺហើយបានជាបុគ្គលប្តីប្រពន្ធបានដៃបញ្ជាកូនចៅឆ្វេងស្ដាំដូច្នេះសូមបញ្ជាក់ថាឈ្មោះស្រីសុកស្រុននិងប្រពន្ធច័ន្ទលក្ខណាបានទិញដីពីម្ចាស់ដីកំណត់ដោយព្រំប្រទួលត្រឹមត្រូវនិងបានបោះបង្គោលជាង 4 ឆ្នាំមកហើយទុកដីផ្លូវជាភ្លឺទាំងពីរបាន ព្រមព្រៀងគ្នាសាងសង់បង្គោលរបងលួសដើម្បីកំណត់ព្រំប្រទួលភ្លឺសម្រាប់ដើរតែបុគ្គលទាំងប្តីទាំងប្រពន្ធដេកមិនលក់ចិត្តលុបលន់ចង់យកឈ្នះក្មេងស្រីព្រោះបានធ្វើរឿងមួយដូចគ្នារួចហើយដែលកំពុងនៅតុលាការហើយហ៊ានប្រើបុគ្គលដ៏កក្លឿននេះគំរាមឲ្យរត់ទៅប្តឹងប្អូនស្រីបានមុនហើយអាជ្ញាធរមូលដ្ឋានប៉ុស្តិ៍បានជូនដំណឹងក៏ហៅចេញ នៅថ្ងៃទី22ឲ្យទៅបំភ្លឺនៅថ្ងៃទី23ហាក់បីដូចជាបន្ទាន់ពេកហើយចំពោះចំណាត់ការបែបភ្នែកបន្ទោលបំរើដោយអំណាចទី3ហើយសូមបញ្ជាក់ថាប្អូនស្រីក៏បានដាក់ពាក្យបណ្ដឹងទៅលោកមេឃុំពីមឯកដែលកាលពីសប្តាហ៍មុនហើយត្រូវបានអញ្ជើញមកដោះស្រាយនៅថ្ងៃសុក្រស្អែកនេះត្រូវនៅថ្ងៃទី24ខែតុលាឆ្នាំ2025នៅសាលាឃុំពីមឯកម៉ោង 8 កន្លះព្រឹកជុំវិញករណីខាងលើនេះដែរធីនអឹមក៏បានសុំការបំភ្លឺពីលោកមេឃុំដែរតែចៃដន្យគាត់រវល់ប្រជុំ ខ្ញុំគុំប្រជុំហ្នឹងអញ្ចឹងបាទក្មួយខលពីសារព័ត៌មាននៅភ្នំពេញទៅលោកពូខ្ញុំរវល់ប្រជុំរីឯលោកមេប៉ុស្តិ៍ពីមឯកនិងលោកអធិការទទួលផែនបានឆ្លើយដូចនេះថា បងប្អូនខលពីសារព័ត៌មាន TNM ទៅបងពីភ្នំពេញទៅបង បាទបងខាងអធិការទទួលបន្ទុកអាហ្នឹងចេះចុចសួរលោកអធិការរងទទួលបន្ទុកបងសុំលេខអធិការរងទទួលផែនហ្នឹងតិចបងលោកអធិការរងមែនទេបាទមែនផងអញ្ចឹងមែនទេខ្ញុំខលទៅមិញមែនទេបាទ11ជុំខ្ញុំបាទមានរងមែនទេមានរងមែនទេអរេមែនអញ្ចឹងអធិស្ឋានបងអធិស្ឋានបាទ
បើយោងសហការីសារព័ត៌មានក៏បានចុះទៅដល់ទីតាំងភូមិសាស្ត្រផ្ទាល់បានពិនិត្យឃើញថាពិតជាមានការលួចរំកិលព្រំដីពិតប្រាកដមែនដោយការរំកិលបង្គោលព្រំនោះគឺធ្វើឡើងបែបស្ងាត់ស្ងាត់មិនមានលិខិតជូនដំណឹងដល់ម្ចាស់ព្រំជាប់ឬស្នើសុំទៅអាជ្ញាធរមូលដ្ឋាននិងមន្ត្រីមានសមត្ថកិច្ចអ្វីឡើយដោយគិតថាខ្លួនមានអំណាចអាចរំលោភបំពានធ្លាប់បានស៊ីពីមុនតែឆ្លាក់នៅតុលាការសប្តាហ៍ថ្ងៃដោយគ្មានញញើតច្បាប់សំបីតែបន្តិចជាមួយគ្នានេះដែរនៅថ្ងៃដដែលនៅរសៀលម៉ោង3លោកមេឃុំពីមឯកនិងក្រុមការងារបានចុះសម្របសម្រួលនៅចំណុចទីតាំងខាងលើផងដែរតែម្ចាស់ដីប្រកាន់ភ្ជាប់នៅជំហររៀងៗខ្លួនរីឯលោកស្រីសុកសុននិងប្រពន្ធច័ន្ទលក្ខណាដែលជាម្ចាស់ដីថ្មីបានបញ្ជាឲ្យមករុះរើបង្គោលរបងចាស់ផ្លាស់បង្គោលរបងថ្មីរំកិលចូលដីរំលោភសិទ្ធិអ្នកជិតខាងប្រមាណកន្លះម៉ែត្រខុសពីតម្រុយចាស់ដែលជាបង្គោលព្រំប្រទល់ដែលកំណត់ម្ចាស់ដីមុនហើយមិនមានលិខិតជូនដំណឹងនិងមិនមានការឯកភាពពីសំណាក់ម្ចាស់ដីដែលមានព្រំប្រទល់ជាប់គ្នាគឺជារឿងខុសច្បាប់រំលោភសិទ្ធិរស់រានមានជីវិតអ្នកដទៃគឺជារឿងមួយតែងតែកើតឡើងញឹកញាប់មកលើប្រជាពលរដ្ឋស្លូតត្រង់ជាទូទៅការទិញលក់គឺត្រូវមានលិខិតទិញលក់និងបញ្ជាក់ពីម្ចាស់ដីចាស់ផ្ទាល់ម្ចាស់ដីថ្មីនិងទទួលស្គាល់ពីសំណាក់ម្ចាស់ព្រំប្រទល់លេចកើតជើងត្បូងនៃកិច្ចព្រមព្រៀងនៅក្នុងចំណុចនេះសារព័ត៌មាន TNM មិនអាចសុំការបំភ្លឺបានទេឬមួយសូមស្នើសុំលោកស្រីសុកសុននិងលោកស្រីច័ន្ទលក្ខណាដែលជាម្ចាស់ដីថ្មីសូមបើកបង្ហាញជាសាធារណៈនៃទំហំពិតប្រាកដដើម្បីជៀសវាងមានការភ័ន្តច្រឡំដើម្បីស្រាយបំភ្លឺជូនភាគីម្ខាងទៀតឬថ្នាក់ដឹកនាំស្រុកនិងចៅហ្វាយខេត្តបាត់ដំបងបានជ្រាបផងដែរអង្គភាពសារព័ត៌មាន TNM យើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងក្នុងន័យស្ថាបនាទេនិងយើងខ្ញុំរងចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធបន្ថែមគ្រប់ពេលម៉ោងធ្វើការរបបសារព័ត៌មានប្រូវីដាទឹកស្ព្រីងបូកគោរសជាតិផ្អែមស្រទន់ស្រស់ស្រាយបែបធម្មជាតិ